trà krương chong chuyện lắm oh my goodness បងប្អូនដែលឮពាក្យថាជីវិតដូចជាកម្មរទេះហ៎បងប្អូនហើយរឿងនេះពិតជាមិនខុសទេនិយាយរឿងថាពីក្មេងហ្នឹងដូចខ្យងក្តាមអីអូយដូចយើងហូបរាល់ថ្ងៃទៅយើងមានអារម្មណ៍ថាធុញទ្រាន់បើបានសាច់អីឆ្ងាញ់ជាមិនខានទេកាលពីក្មេងហ្នឹងយើងទៅមានអីហូបមានតែក្តាមខ្យងឯងស្លម្ជូរស្លប្រហើធ្វើទឹកប្រហុកអីអស់នឹងហូបចឹងឯងមានអីឆ្ងាញ់ទេបានសាច់ម្ដងនិយាយគឺថាឆ្ងាញ់ដល់កតែមកទល់ឥឡូវនេះបើសិនជាបានខ្ចៅខ្យងរសជាតិវាឆ្ងាញ់ពីក្មេងស្អប់មែនទេហ្នឹងអារឿងថាខ្យងនេះអរសជាតិវាអិលហើយស្អប់ពេលដែលយើងទៅចាប់ពីស្រែមកទាំងក្រុងណាហើយឥឡូវនេះខ្យងខ្លាយតបានខ្យងស្រែសុទ្ធវាមុនជាតិអិលតែខ្លាំងទេវាមានខ្យងពងក្រហមច្រើនដោយសារតែវាលាយគ្នានោះប៉ុន្តែរសជាតិក៏នៅតែឆ្ងាញ់ដែរហើយអាខ្យងដែលយើងពីដើមរៀមមកពីឆ្ងាយខាងស្រុកគេឲ្យធ្វើស្រូបប្រាំងយើងបានឯងប៉ុន្តែបងប្អូននឹង1គីឡូប្រហែលណា1គីឡូ6,000អញ្ចឹងថាវាដូចជាកម្មទេសចឹងឯងសពថ្ងៃនេះបើបានខ្ចៅអញ្ចឹងយកមកធ្វើទឹកប្រហុកឬក៏យកមកឆាគ្រឿងឆាក្តៅអីថាវាជាតិអូយជាតិមិនថាក្តាមមិនថាខ្យងឯនេះខ្ញុំនិយាយមែនអញ្ចឹងវាត្រឡប់ទៅត្រឡប់មកនៅតែក្តាមហើយខ្យងខ្ញុំហូបតែរបស់ដែរហ្នឹងហើយពីក្មេងមិនឆ្ងាញ់ខ្យងក្តាមតែឥឡូវឆ្ងាញ់ខ្យងក្តាមសាច់អីគឺអត់សូវឆ្ងាញ់ដូចជាខ្យងក្តាមប្រហែលទេហើយអាខ្យងក្តាមនេះក៏វាចង់ថ្លៃជាងសាច់យើងទៀតអូយនិយាយថាវាមែនទេជីវិតអញ្ចឹងពេលខ្លះគេនិយាយមិនខុសមែនបងប្អូនគេនិយាយថាពេលដែលមានលុយគឺអត់មានឃ្លានអីទេពេលដែលអត់លុយហ្នឹងគឺឃ្លាន100មកគឺវាអញ្ចឹងមែនណាហើយសម្រាប់ជីវិតខ្ញុំដូចជាអត់មានភាសាថាអត់ឃ្លានអីទេដោយសារតែយើងអត់មានលុយអត់តែថ្ងៃណាមួយមានលុយប្រហែលជាលេងឃ្លានអីដូចគេប៉ុន្តែមើលតើដូចខ្ញុំអាចទៅរួចទេឃ្លានគ្រប់ទៅមុខអញ្ចឹងពេលព្រឹកពេលថ្ងៃពេលល្ងាចអូជាពិសេសនឹងពេលយប់អូយយើងហ៊ានតែហូបបាយត្រឹមម៉ោង5អីណាហ្នឹងបងប្អូន6 7អីហេវម្ដងទៀតហើយចាប់8 9 10ហ្នឹងគឺហេវម្ដងទៀតកំពូលមកហេវហើយមកឃ្លានហើយមានជីវិតវាតែប៉ុណ្្នឹងឯងបើសិនដូចខ្ញុំនិយាយហ្នឹងបើសិនជាមានលុយប្រហែលជាអត់សូវឃ្លានដូចដូចអត់លុយអញ្ចឹងទេដល់ពេលដែលយើងអត់សូវសម្បូរលុយអញ្ចឹងគឺឃ្លានគ្រប់ទឹកមុខហ្នឹងហើយតែយ៉ាងណាក៏ដោយយើងកាត់បន្ថយជាតិប្រៃជាតិផ្អែមឲ្យបានច្រើនទៅសុខភាពយើងក៏វាមិនសូវដុនដាបដែរហើយសម្រាប់ខ្ញុំហ្នឹងឆាគ្រឿងខ្យងខ្ទិះដូងហើយខ្ញុំប្រើម្រះប្រៅធំបងប្អូនរួយតែពីឆ្នាំនេះដុសលរាយពេញដីបងប្អូនអើយហើយយើងឆាខ្យងឆាអីឆ្អិនភ្លក់មើលប្រៃផ្អែមល្មមមកគេយើងថែមម្រះប្រៅចុងក្រោយមកមុខហូបមុខនេះឆ្ងាញ់តែលិតដៃខ្ញុំនិយាយមែនមិនអួតនេះរសជាតិដែលខ្លួនឯងធ្វើគឺឆ្ងាញ់រហូតមានណាដូចខ្លួនឯងធ្វើទេឆាគ្រឿងខ្យងជាតិស្លាប់Oh my goodness អ
음.ទឹកជ្រលក់ហូបតែជាមួយបាយទៅទីក៏ឆ្ងាញ់ណាស់